លោកនាងជាទីមេត្រីតើលោកនាងនៅចាំតារាសម្ដែងការ៉ាអូខេក្មេងខ្ចីម្នាក់ដែលត្រូវគេចាក់ទឹកអាស៊ីតលើកាលពីជិត15ឆ្នាំមុនឬទេបាទនោះគឺនាងតាតម៉ារីណាពេលនេះនាងតាតម៉ារីណាកំពុងរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមីជាជនជាតិអាមេរិកនិងកូនប្រុសស្រីដ៏ស្រស់ស្អាត2នាក់នាងធ្វើការផងនិងរៀនវិជ្ជាពេទ្យផងនាងបានទៅដល់សហរដ្ឋអាមេរិកកាលពីដើមឆ្នាំ2000គឺប៉ុន្មានសប្តាហ៍ក្រោយពេលដែលនាងត្រូវបានគេវាយធ្វើបាបនិងស្រោចទឹកអាស៊ីតពីលើដោយសារពេលនោះនាងនៅវ័យកុមារអាយុ16ឆ្នាំនាងត្រូវគេយកទៅព្យាបាលនៅមន្ទីរពេទ្យកុមារមួយនៅក្រុង Boston នៃសហរដ្ឋអាមេរិកពេលនាងបានមកដល់សហរដ្ឋអាមេរិកកាលពីជិត15ឆ្នាំមុននោះលោកជុនច័ន្ទបុតក៏បានទៅជួបសម្ភាសអំពីស្ថានភាពរបស់នាងជាលើកទី1ដែរហើយនៅថ្ងៃសៅរ៍ទី11ខែមករាឆ្នាំ2014នេះលោកជុនច័ន្ទបុតក៏បានជួបសម្ភាសអ្នកស្រីតាតម៉ារីណាម្ដងទៀតអ្នកស្រីតាតម៉ារីណានិយាយថាអ្វីត្បិតតែព្រឹត្តិការណ៍នៃការធ្វើទរណកម្មមកលើនាងបានឈានចូលដល់ឆ្នាំទី15ទៅហើយក្តីនាងនៅតែតាំងចិត្តថានឹងទាមទាររកយុត្តិធម៌សម្រាប់ខ្លួននាងនិងសម្រាប់ប្រជាពលរដ្ឋនិងសិល្បករដទៃទៀតដែលគេសម្លាប់ឬធ្វើទរណកម្មដោយគ្មានទទួលយុត្តិធម៌បាទជាបន្តទៅទៀតនេះសូមអញ្ជើញអស់លោកនាងស្ដាប់សេចក្តីរាយការណ៍មួយរបស់លោកជុនច័ន្ទបុតដែលលោកបានធ្វើការពីជិត15ឆ្នាំមុនអំពីទំនាក់ទំនងរបស់នាងជាមួយលោកស្វាយស៊ីថាដែលជាដើមហេតុធ្វើឲ្យនាងត្រូវគេធ្វើទរណកម្មមួយជីវិតនេះគឺជាលើកទី1ហើយដែលនាងតាតម៉ារីណាបានលាតត្រដាងពីប្រវត្តិស្នេហារបស់នាងជាមួយលោកស្វាយស៊ីថាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបន្ទាប់ពីនាងត្រូវបានប្រពន្ធរបស់លោកស្វាយស៊ីថានិងបកពួក5នាក់ទៀតព្រួតគ្នាធ្វើបាបនិងចាក់ទឹកអាស៊ីតបំផ្លាញមុខមាត់រាងកាយរបស់នាងទោះបីជាមាត់របស់នាងរលេះរលួយយ៉ាងណាក៏ដោយក៏នាងខំនិយាយរៀបរាប់រំលឹករឿងរ៉ាវទាំងត្រដរនាងនិយាយថាពេលនេះនាងអាយុ16ជិតចូល17ឆ្នាំហើយនាងថាលោកស្វាយស៊ីថាបានមានទំនាក់ទំនងជាមួយនាងតាំងពីនាងនៅជាកុមារីអាយុ14ឆ្នាំគឺតាំងពីឆ្នាំ1998មកម្លេះម៉ារីណានិយាយដែរថាតាំងពីពេលគេវាយធ្វើបាបនាងមកនាងភ្លេចភ្លាំងច្រើនណាស់នាងមិនចាំសាច់រឿងអស់ទេក៏ប៉ុន្តែនាងចាំបានថាលោកស្វាយស៊ីថាបានជួលផ្ទះមួយឲ្យនាងនៅហើយថាគាត់តែងមកជួបរួមស្នេហាជាមួយនាងជារៀងរាល់ថ្ងៃ3ខែក្រោយដែលនាងចុះពីផ្ទះហើយទៅនៅផ្ទះជួលជាមួយលោកស្វាយស៊ីថានោះទើបនាងដឹងតាមអ្នកដទៃថាលោកស្វាយស៊ីថាមានប្រពន្ធរួចទៅហើយនាងថានាងបានព្យាយាមនិយាយជាមួយលោកស្វាយស៊ីថាដើម្បីទៅផ្ទះវិញដែរក៏ប៉ុន្តែលោកស្វាយស៊ីថាមិនព្រមម្ដាយរបស់នាងតាតម៉ារីណាដែលនៅប្រទេសកម្ពុជាបានប្រាប់តាមទូរស័ព្ទថាគាត់បានដឹងបានឮរឿងសំឡេងលះនេះដែរកូនខ្ញុំសំឡេងណាហើយគាត់មិនព្រមលេងទេគាត់ប្តីគាត់ថាស្ទះកូនខ្ញុំនឹងមានថ្មីអីមានសហាយអីអញ្ចឹងណាហើយគាត់មិនព្រមលេងទេគាត់ថាបើចិនជាកូនខ្ញុំលេងគាត់តាមធ្វើបាបគាត់តាមព្យាបាទរហូតដល់ជីវិតគាត់ស្លាប់បានគាត់ព្រមហើយបើកូនខ្ញុំទៅនៅណាគាត់ជួលគេទៅជេរទៅបញ្ចោលនៅកន្លែងនឹងទៅមិនឲ្យកូនខ្ញុំរស់នៅបានស្រួលទេហើយគាត់បើកូនខ្ញុំចោលគាត់នឹងឃើញនៅកន្លែងណាបើកឡានបុកបាក់ដៃបាក់ជើងជារាជការមិនឲ្យកូនខ្ញុំមានអ្នកណាស្រឡាញ់ទៀតខ្ញុំលឺចោលនឹងតិចពេលគេខឹងនឹងកូនខ្ញុំពីរឿងថាលេងថាអីហ្នឹងគេជេរគេឌីលកូនខ្ញុំមុខខ្ញុំនឹងខ្ញុំលឺដែររឿងចឹងនាងម៉ារីណានិយាយថានាងស្រឡាញ់លោកស្វាយស៊ីថាតែរយៈពេលប្រមាណខែដំបូងទេតែការដែលនាងអាចនៅជាមួយលោកបានប្រមាណ2ឆ្នាំនេះក៏ព្រោះតែនាងខ្លាចមិនហ៊ានចុះទៅរកឪពុកម្ដាយវិញទៅបងស្រឡាញ់ហើយត្រូវខ្លាចតាតម៉ារីណាមានមូលហេតុដែលធ្វើឲ្យនាងខ្លាចមានពេលខ្លះពេលដែលនាងសុំត្រឡប់ទៅផ្ទះវិញនាងថាលោកស្វាយស៊ីថាហ៊ានរហូតទៅដកកំភ្លើងបាញ់ចន្លោះជើងនាងទៀតផងខ្ញុំបានសួរនាងថាតើលោកស្វាយស៊ីថាគំរាមបាញ់នាងប៉ុន្មានដងនាងលើកចង្អុលដៃមួយបង្ហាញមិនមែនតែស្រីតូចម៉ារីណាទេដែលខ្លាចសូម្បីតែម្ដាយនាងដែលជាមនុស្សពេញវ័យក៏ខ្លាចដែរនៅពេលដែលដឹងរឿងលោកស្វាយស៊ីថាបាញ់គំរាមកូនស្រីមិនទាន់ពេញវ័យរបស់គាត់បានត្រឹមតែប្រាប់កូន
ឲ្យស៊ូទ្រាំតែប៉ុណ្ណោះ ខ្ញុំក៏វល់កូនខ្ញុំដែរណាចាស់កូននៅត្រឹមតាមយថាកម្មទៅបើកាលណាគេអស់ចិត្តអានឹងបានកូនបានសុខបើកាលណាគេមិនតាន់អស់ចិត្តទេកូនឯងលេងគេក៏កូនឯងមិនបានសេចក្តីសុខដែរត្រឹមតាមយថាកម្មទៅ ម៉ារីណាក៏សុខចិត្តរស់នៅតាមយថាកម្មជាមួយលោកស្វាយស៊ីថារហូតដល់ថ្ងៃទី 5 ខែធ្នូឆ្នាំ 1999 ទើបប្រពន្ធលោកស្វាយស៊ីថាឈ្មោះខុនសុផលជាមួយនឹងក្មួយឈ្មោះវ៉ាន់ឌីនិងបពពួក 4 នាក់ទៀតនាំគ្នាមកធ្វើទារុណកម្មលើនាង សូមគាត់អ្នកចុះទីសាខ្ញុំអូវាទៅក្អីណាដៃហើយតអគាត់ធាក់ខ្ញុំអូស្រស់ហក់អវ៉ៃខ្ញុំទៀតចាប់ខ្លួនខ្ញុំអុកនឹងជង្គង់វានឹងធូរខ្ញុំនឹងច្រើនជង្គង់អាហើយទៅខ្ញុំចុកក្នុងពេកឈៀងចេញតាមចង្អុលហើយវាយងាត់ទៀតខ្ញុំស្លប់ពេលទៅគេស្រែកអាស៊ីតដូចខ្ញុំអត់ដឹងខ្លួនទេនៅពេលក្តៅពេកដូចខ្ញុំទៅដាក់ស្អីខ្ញុំឲ្យស្ញាក់ឡើងវិញខ្ញុំស្ទុះងើទៅខ្ញុំសាទៅសាគេចាក់ទឹកក្តៅហើយពេលត្រូវទៅអាស៊ីតហ្នឹងណាមកនឹងជូរខ្លាំងមែនតើ គ្រួសារនាងម៉ារីណាមិនបានដាក់ពាក្យប្តឹងប្រពន្ធលោកស្វាយស៊ីថានឹងជន់ដៃដល់ដទៃទៀតទេព្រោះពួកគាត់គិតថាខ្លួនទីទាល់ក្រមិនអាចតតាំងនឹងអ្នកមានអំណាចបាន ខ្ញុំជាបជារះដែលក្រីក្រហើយដូចថាយើងអ្នកតូចតាចអញ្ចឹងណាយើងមិនហ៊ានតតាំងនឹងគេទេខ្ញុំជាម្ដាយមានការឈឺចាប់ណាស់ប៉ុន្តែមិនដឹងធ្វើម៉េចទេបើយើងលុយកាក់ក៏គ្មានស្អីក៏គ្មានអញ្ចឹងមិនដឹងធ្វើម៉េចដែរអាហ្នឹង ម្ដាយរបស់នាងតាតម៉ារីណាក៏និយាយថាគ្រួសារគាត់មានការព្រមព្រៀងគ្នាមួយជាមួយលោកស្វាយស៊ីថា ថ្ងៃដែលធៀបនឹងទៅអាមេរិកនឹងក៏ដោយកូនខ្ញុំនិយាយសុំគាត់ថាតែ 15,000 ទេគឺថាឲ្យដាច់ 15,000 ហ្នឹងគឺយកដាច់មិនបាច់ឲ្យគាត់មើលអីអភិបាលទៀតទេគាត់ក៏សន្យាថាគាត់ព្រមក៏ប៉ុន្តែឲ្យខាងបពពួកខ្ញុំជាម្ដាយជាបងហ្នឹងផ្ដិតមេដៃសម័យខ្លួនហ្នឹងផ្ដិតមេដៃមិនឲ្យប្តឹងអីប្រពន្ធគាត់តទៅទៀតណាក៏ប៉ុន្តែដល់ទីបញ្ចប់មុននឹងឡើងយន្តហោះបាន 2 ថ្ងៃគាត់ថាគាត់មានតែ $3,000 ហើយសូមលោកជ្រាបមើលពី 15,000 មក $3,000 ហើយជីវិតកូនខ្ញុំរូបកាយសម្ផស្សកូនខ្ញុំដែលនៅអាក្រក់ហើយនឹងវ័យក្មេងរបស់គ្នានោះហើយ $3,000 ហ្នឹងអាចយកទៅបិទបាំងបានដែរណា មកទល់នឹងពេលនេះនាងម៉ារីណានិងគ្រួសារមិនទាន់បានយុត្តិធម៌តាមផ្លូវច្បាប់ឬទទួលសំណងអ្វីដែលលោកស្វាយស៊ីថាបានសន្យានៅឡើយទេចំណែកនាងម៉ារីណាអ្វីត្បិតតែពេលនេះនាងបាននៅឆ្ងាយពីក្រុមជនដែលធ្វើបាបនាងនិងបានទទួលការព្យាបាលនិងថែរក្សាពីសំណាក់គ្រូពេទ្យជំនាញនៅសហរដ្ឋអាមេរិកក្តីនាងថានាងនៅតែមានអារម្មណ៍ភ័យរន្ធត់ស្រមៃឃើញឈុតឆាកដែលគេធ្វើទារុណកម្មទៅលើនាងជាពិសេសនៅពេលដែលនាងគេង cái nhà xe nó ai từ cây nó đang giờ sợ khơi hướng như cứ khơi hậu khăn ca là ngay cắt hạt nắng hay ngay nhẹ sợi càng hay nhẹ lăng phê được sợi nắng nhẹ lăng nho sạch hay chẳng là dùng chẳng rồi chút ខ្ញុំជួនច័ន្ទបុត្រវិទ្យុអាស៊ីសេរីរាយការណ៍ពីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក